ពិតជាស្មោះគ្រោកគ្មានភាពជាមនុស្សសោះឡើយដំណើររឿងយុវតីខ្មែរត្រូវបានទាហានឈុតខ្មៅថៃបំពេញបោកប្រើល្បិចឆ្លៀតឱកាសមិនស័ក្តិសមជាមនុស្សតតែសោះនៅរសៀលថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្រសួងមហាផ្ទៃបានបញ្ជាក់ពីករណីក្រុមទាហានថៃរំលោភយុវតីខ្មែរនិងចំណាត់ការបន្ទន់របស់កម្ពុជាតាមរយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិតទូចសុខៈនៅក្នុងនោះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថាសូមជម្រាបជូនបងប្អូនមេត្តាជ្រាបករណីនេះគឺពិតជាកើតមានឡើងពិតប្រាកដមែនគឺនៅពេលដែលពលករខ្មែរយើងចាក់ចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជាវិញប៉ុន្តែនៅទឹកដីថៃនៅឡើយទេគឺពលករខ្មែរយើងប្រមាណជា10នាក់នៅក្នុងនោះគឺមាននារីតែប្អូនស្រីម្នាក់នឹងទេខាងកម្លាំងប្រដាប់អាវុធថៃក៏បានបំបាយពលករយើងជាពីរក្រុមមួយក្រុមមានប្អូនស្រីតែម្នាក់ហើយមួយក្រុមទៀតគឺបរិសុទ្ធឱកាសនោះហើយដែលក្រុមកម្លាំងប្រដាប់អាវុធថៃបានប្រព្រឹត្តនៅបទល្មើសស្មោកគ្រោកនិងបាត់បង់ភាពជាមនុស្សទៅលើប្អូនស្រីពោលគឺចាប់រំលោភបោកចំនួន7នាក់ហើយមកដល់ទឹកដីកម្ពុជាវិញប្អូនស្រីបានស្ទុះស្ទាមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌នៅក្នុងស្នងការនគរបាលខេត្តបាត់ដំបងបានយកចិត្តទុកដាក់បំផុតនៅក្នុងការទទួលពាក្យបណ្ដឹងគាំពៀផ្នែកផ្លូវចិត្តផ្លូវកាយដល់ប្អូនស្រីហើយស្នងការចំណុះនៃក្រសួងមហាផ្ទៃក៏បានចាត់តាំងក្រុមការងារឲ្យចុះសហការជាមួយនឹងស្នងការខេត្តបាត់ដំបងដើម្បីធ្វើការជំនាញបច្ចេកទេសកសាងឯកសារប្រមូលភស្តុតាងឲ្យបានមូលដែលឥឡូវនេះយើងពុំទាន់បានបញ្ចប់នៃការបំពេញការងារជំនាញនៅលើករណីនេះផងដែរដែលជាករណីរំលោភបោកពីកម្លាំងប្រដាប់អាវុធថៃដែលបាត់បង់ភាពជាមនុស្សមកលើប្អូនស្រីដែលជាជនជាតិខ្មែរអ្នកខេត្តកំពង់ធំលោកបណ្ឌិតទូសុខៈក៏បានបន្តទៀតថាជានីតិវិធីជាវិធានការរបស់យើងទី1អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនឹងធ្វើបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃទី2គឺធ្វើបណ្ដឹងតវ៉ាតាមរយៈការទូតរបស់ថៃទី3គឺធ្វើបណ្ដឹងតវ៉ាតាមរយៈអង្គការអន្តរជាតិផងដែរដើម្បីឲ្យសមត្ថកិច្ចថៃតាមចាប់ជនល្មើសយកមកអនុវត្តទោសនិងផ្ដល់យុត្តិធម៌ឲ្យប្អូនស្រីដែលជាជនជាតិខ្មែរជាករណីដែលមិនអាចទទួលយកបានចំពោះអំពើបាត់បង់ភាពជាមនុស្សអំពើអមនុស្សធម៌អំពើស្មោកគ្រោកនេះជាដាច់ខាតលោកក៏បានបន្តទៀតថាយើងទទូចឲ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង7នាក់និងអ្នកពាក់ព័ន្ធទាំងអស់នេះយកមកផ្ដន់ទោសឲ្យបានជាដាច់ខាតហើយប្រកាសជាសាធារណៈឲ្យប្រជាជនថៃបានដឹងប្រជាពលរដ្ឋកម្ពុជាបានដឹងប្រជាពលរដ្ឋនៅទូទាំងពិភពលោកបានដឹងថាខ្លួនបានចាត់ការទៅលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ចរបស់ខ្លួនថែមទៀតផងក្នុងនោះផងដែរតំណាងសហភាពអង្គការសហជីពសមាគមសហគមន៍ចំនួន216ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានិងការរំលោភបំពានផ្លូវភេទដ៏សាហាវដែលបានប្រព្រឹត្តទៅលើពលករនីចំណាក់ស្រុករបស់កម្ពុជាដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជាថៃករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះមិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះតែប៉ុណ្ណោះទេថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានបំណងលើកកម្ពស់និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់ជាងនេះទៅទៀតយើងខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះវប្បធម៌ទណ្ឌភាពនិងការមិនគោរពសិទ្ធិនារីពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅថៃដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនិងសិទ្ធិរបស់ពលករនីកម្ពុជានិងក្រុមជនក្រីក្រចំណាក់ស្រុកដទៃទៀតផងដែរសូមបញ្ជាក់ថាប្រមុខក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាគឺលោកអារ៉មសសុខាអះអាងថាអគ្គស្នងការនគរបាលជាតិនិងអង្គការសមាគមនានានៅកម្ពុជាកំពុងសហការនៅក្នុងការប្រមូលភស្តុតាងដើម្បីប្តឹងបកស្បែកមុខយោធាថៃនៅលើឆាកអន្តរជាតិចំពោះទង្វើដ៏ស្មោះគ្រោកដែលរំលោភបំពានលើយុវតីខ្មែរម្នាក់ដែលត្រឡប់មកពីប្រទេសថៃវិលមកស្រុកកំណើតវិញសូមបញ្ជាក់ថាយោធាថៃយ៉ាងហោចណាស់7នាក់បានរំលោភបំពានលើរាងកាយយុវតីម្នាក់អាយុ18ឆ្នាំនៅពេលដែលនាងនិងមនុស្សប្រុសស្រីជាង10នាក់ធ្វើដំណើរវិលត្រឡប់ពីថៃចូលមកកាន់មាតុប្រទេសវិញតាមរយៈរថយន្តមកដល់ចំណុចគៀកនឹងព្រំដែនខ្មែរថៃទល់មុខនឹងស្រុកកំរៀងខេត្តបាត់ដំបងទៅហើយនៅពេលធ្វើដំណើរតាមរថយន្តនាយប់ថ្ងៃទី15ខែវិច្ឆិកាយោធាថៃបានកាក់រថយន្តហើយធ្វើទារុណកម្មពលករប្រុសៗនិងប្លន់យកទូរស័ព្ទដៃនិងលុយកាក់អស់គ្មានសល់ទើបដោះលែងឲ្យបន្តដំណើរចូលកម្ពុជាវិញនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងស្រុកតាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមសសុខាបន្ទាប់ពីរងការបំពានពីសំណាក់យោធាថៃក្មេងស្រីរងគ្រោះបានជួបវិបត្តិបញ្ហាផ្លូវចិត្តបាត់បង់ការចងចាំមានការរវើរវាយជាខ្លាំង
ប៉ុន្តែចូលមកដល់ថ្ងៃទី17ខែវិច្ឆិកានេះស្ថានភាពសុខភាពរបស់យុវតីរងគ្រោះមានភាពប្រសើរជាងមុនប្រមុខនៃក្រសួងមហាផ្ទៃកម្ពុជាបានស្នើទៅកាន់ពលករខ្មែរកំពុងតែបម្រើការងារនៅក្នុងប្រទេសថៃហើយមានបំណងវិលមកស្រុកកំណើតវិញនាពេលខាងមុខនេះត្រូវប្រមូលផ្ដុំគ្នាជាលក្ខណៈក្រុមហើយកុំធ្វើដំណើរបាយពីគ្នាជាពិសេសត្រូវផ្ដោតដំណឹងមកកាន់ក្រុមគ្រួសារជាមុនអំពីការបរិច្ឆេទជាក់លាក់នៃការវិលមកកម្ពុជាវិញនៅក្នុងករណីជួបនៅហេតុការណ៍មិនល្អត្រូវដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានទង្វើទាំងនេះប្រឆាចពីសកម្មភាពមនុស្សធម៌ត្រូវបានអ្នកជំនាញអ្នកតាមដានចាត់ទុកថាជាសកម្មភាពដែលយោធាថៃនិងជនជាតិថៃធ្វើឡើងនៅក្នុងចេតនាញុះញង់ឲ្យថ្នាក់ដឹកនាំរបស់កម្ពុជាអស់ការអត់ធ្មត់ឆ្លើយតបទៅភាគីថៃដោយអាវុធបង្កចេញជាសង្គ្រាមសាជាថ្មីម្ដងទៀត